កម្ពុជាប្រមានថៃបញ្ឈប់ការប្រើប្រាស់កម្លាំងយោធាដើម្បីប៉ុនប៉ងកែប្រែខ្សែបន្ទាត់ព្រំដែនក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍បង្ហាញការប្រឆាំងនិងសកម្មភាពរបស់កម្លាំងប្រដាប់អាវុធរបស់ថៃដែលកំពុងធ្វើការក្នុងតំបន់ដែលបានកាន់កាប់នៅលើទឹកដីកម្ពុជាសកម្មភាពរបស់កងកម្លាំងថៃបានរំលោភយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាសកម្មភាពទាំងនេះគឺរួមមានការតម្កល់រូបសំណាកព្រះពុទ្ធបដិមានៅលើទីតាំងរូបសំណាកបដិមាព្រះវិស្ណុដែលត្រូវបានបំផ្លាញដោយយោធាថៃនៅតំបន់អានសេះក្នុងខេត្តព្រះវិហារការដាក់ទូកុងតឺន័រដើម្បីរារាំងផ្លូវនៅតំបន់បឹងត្រកួនជាមួយនឹងការសាងសង់លេនដ្ឋានដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់នៅតំបន់បឹងត្រកួនខេត្តបន្ទាយមានជ័យក្រសួងការបរទេសកម្ពុជាចាត់ទុកសកម្មភាពកងកម្លាំងប្រដាប់អាវុធរបស់សៀមពេលនេះថាកំពុងធ្វើផ្ទុយនឹងវិធានការកាត់បន្ថយភាពតានតឹងដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃក្នុងកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែន GBC កាលពីថ្ងៃទី27ធ្នូឆ្នាំ2025